แนะนำเปียរបស់សម្ដេចតេជោគឺលោកបានពមៀនទៅแนะនាំពាក្យរបស់ក្រសួងការបរទេសថៃនឹងឲ្យចេះប្រយ័ត្នសម្ដីមុននឹងហាមាត់និយាយចាព្រោះដោយសារតើแนะនាំពាក្យរបស់ក្រសួងការបរទេសថៃនឹងពេលដែលហាមាត់និយាយឬមួយក៏របៀបថាបើកមាត់និយាយអីមួយគឺអត់ចេះប្រយ័ត្នសម្ដីហ្មងដល់ពេលចឹងតើឥឡូវនឹងแนะនាំពាក្យរបស់សម្ដេចតេជោនឹងគឺបានពមៀនយ៉ាងច្បាស់ថាមុននឹងនិយាយស្ដីអ្វីមុននឹងហាមាត់និយាយអីត្រូវចេះប្រយ័ត្នសម្ដីរបស់ខ្លួនឯងនាំពាក្យរបស់សម្ដេចតេជោហ៊ុនសែនបានអះអាងថាពិតជាមិនខ្មាស់គេមែននៅពេលដែលសម្ដេចតេជោប្រមានការបិទនាំចូលបន្លែផ្លែឈើលោកបាឡែនគូរ៉ាជាអ្នកនាំពាក្យរបស់ក្រសួងការពារថៃចេះនិយាយថាអ្នកចិត្តខាងល្អមិនគួរធ្វើអីចឹងទេវានិយាយមកខាងយើងវានិយាយមកសម្ដេចតេជោហ៊ុនសែនណាវាថាអ្នកចិត្តខាងល្អអត់គួរធ្វើអីចឹងទេហើយចោតត្រង់ប្រទេសលោកឯងជាអ្នកបិទព្រំដែនឯកតោភាគីតើនេះគឺជាចរិតរបស់អ្នកចិត្តខាងល្អមែនណាឥឡូវសួរមើលខ្លួនឯងជាអ្នកបិទព្រំដែនដោយឯកតោភាគីដល់ពេលសម្ដេចប្រកាសថាលែងនាំចូលបន្លែលែងនាំចូលផ្លែឈើដល់ពេលហើយលែងមានពាក្យអីណាមកនិយាយថាអ្នកចិត្តខាងល្អអត់គួរធ្វើអញ្ចឹងទេហើយចោតខ្លួនឯងអ្នកធ្វើដាក់គេមុនទៅហីថៃខូចណាបងប្អូនបិទព្រំដែនខ្លួនឯងហើយចង់ឲ្យគេចរចាខ្លាចអន់ហើយចង់លេងការទូតខ្សែលើគេទៀតអាហ្នឹងបងប្អូនចាអានេះគឺសិតតែជាចំណុចអាក្រក់របស់ថៃទាំងអស់បញ្ជាក់ចំហរបស់សម្ដេចពុកគឺលោកបានមានប្រសាសន៍ថាបិទខ្លួនឯងបើកខ្លួនឯងចាបិទខ្លួនឯងត្រូវបើកខ្លួនឯងថ្ងៃមុនពមៀនប្រាច់ភ្លើងហ្នឹងលើម្ដងហើយដល់ពេលឥឡូវហ្នឹងនិយាយអីអត់ចេះប្រយ័ត្នសម្ដីទៀតបងប្អូនឃើញទេពីម្សិលមិញសម្ដេចតេជោលោកមានប្រសាសន៍ថាបើថ្ងៃនេះទាហានថៃមិនបើកព្រំដែនទេថ្ងៃស្អែកកម្ពុជានឹងបិទការនាំចូលទំនិញថៃទាំងអស់នៅតាមព្រំដែនអញ្ចឹងការពីម្សិលមិញសម្ដេចលោកបាននិយាយហើយដល់ពេលមកដល់ថ្ងៃនេះបងប្អូនណាគិតត្រឹមវេលាម៉ោង6ព្រឹកថ្ងៃទី17ខែមិថុនាឆ្នាំ2025នេះថៃនៅតែបន្តបិទព្រំដែនជាមួយនឹងកម្ពុជាដោយឯកតោភាគីគឺមិនទាន់វិលត្រឡប់មកអនុវត្តគោលការណ៍រួមវិញទេរូបភាពនេះបងប្អូនគឺចេញពីច្រកព្រំដែនអន្តរជាតិឡែមនៃខេត្តចន្ទបុរីប្រទេសថៃជាប់ច្រកព្រំដែនអន្តរជាតិដូងនៅខេត្តបាត់ដំបងនៃប្រទេសកម្ពុជាយើងផ្ទាល់តែម្ដងអញ្ចឹងបានន័យថាវាគឺអត់គោរពតាមអនុសាសន៍របស់សម្ដេចតេជោហ៊ុនសែនលោកបាននិយាយទេវានៅតែបន្តចង់មានរឿងចង់អីចឹងណាប្រកាសសង្គ្រាមប្រកាសអីមួយយើងចឹងទៅព្រោះសម្ដេចគឺលោកបានប្រកាសច្បាស់ថាបើសិនជាអត់បើកច្រកព្រំដែននៅថ្ងៃស្អែកនៅថ្ងៃទី17ហ្នឹងទេគឺសម្ដេចបិទការនាំចូលទំនិញឬមួយក៏អីវ៉ាន់អីចេញពីថៃចូលមកកម្ពុជាហើយប៉ុន្តែឥឡូវនេះនៅម៉ោង6នៅថ្ងៃទី17ផ្ទាល់តែម្ដងខែមិថុនាថៃបិទព្រំដែនជាមួយនឹងកម្ពុជាដោយឯកតោភាគីគឺមិនទាន់វិលត្រឡប់មកអនុវត្តគោលការណ៍រួមវិញទេអញ្ចឹងបានន័យថាវាអត់មើលទៅវាដូចមើលងាយប្រសាសន៍របស់សម្ដេចខ្លាំងហ្មងណាបងប្អូនណាចាកាលពីម្សិលមិញបងប្អូនយោធាថៃហ្នឹងគឺបានចោទមកកម្ពុជាហ្នឹងថាប្រវាយកណ្ដុងកំភ្លើងទៅភូមិឋាននៅប្រទេសរបស់ថៃហ្នឹងបងប្អូនចាអូវាប្រកែកចោទយើងណាបងប្អូនដល់ពេលឲ្យអាដាមទាសីហាគឺលោកបានមានប្រសាសន៍ថានេះគឺជាយុទ្ធសាស្ត្រវិធីការពារជាតិរបស់កម្ពុជានៅពេលដែលយើងបំពេញសភាវុធគឺដើម្បីការពារបូរណភាពទឹកដីច្បាស់ណាស់គោលដៅគឺតម្រង់ទៅខ្មាំងសត្រូវហើយចាមិនដែលមានក្បួនទ័ពណាបង្វែរកណ្ដុងកំភ្លើងហ្នឹងមកផ្ទះរបស់ខ្លួនឯងទេអត់ដែលមានទេបងប្អូនពេលដែលលឺយោធាថៃចោទមកកម្ពុជាបែបនេះហើយលោកក៏អត់ទុកយូរទេបងប្អូនលោកមានសំណួរមួយចោទសួរទៅថៃវិញនិយាយទៅខ្លឹមមែនតើបងប្អូនចាខ្លីប៉ុន្តែខ្លឹមសំណួរមួយហ្នឹងលោកសួរថាចេះឬមួយកងទ័ពថៃរៀនយុទ្ធសាស្ត្រខុសពីកម្ពុជាអញ្ចឹងបានលោកឆ្ងល់ហើយលោកសួរសំណួរហ្នឹងទៅថៃណាថាខាងថៃហ្នឹងពេលដែលក្បួនទ័ពខាងថៃហ្នឹងពេលដែលរៀបចំកណ្ដុងរៀបចំអីហើយប្រវាយទៅផ្ទះខ្លួនឯងមិនមែនបាញ់គ្នាឯងមិនមែនឬមួយក៏មិនធម្មតាក្បួនទ័ពបងប្អូនតែរៀបចំកណ្ដុងកំភ្លើងអីហើយគឺបង្វាយមកសត្រូវហើយបង្វាយមកខ្វាំងសត្រូវហើយវាមិនដែលប្រវាយទៅផ្ទះខ្លួនឯងទេហើយក៏ស្អីគេមកចោទថាកម្ពុជាហ្នឹងប្រវាយកណ្ដុងកំភ្លើងទៅភូមិឋានថៃធម្មតាតែគេរៀបកណ្ដុងហើយគេប្រវាយទៅកន្លែងខ្វាំងសត្រូវអីណាទៅរៀបកណ្ដុងហើយប្រវាយមកផ្ទះខ្លួនឯងបាញ់គ្នាឯងបាញ់ផ្ទះខ្លួនឯងមិនចេញមកលេលើអញ្ចឹងលោកចោទសំណួរមួយហ្នឹងគឺអត់ខុសទេបងប្អូនបើសិនជាវាហ៊ានចោទមកកម្ពុជាបែបហ្នឹងបងប្អូនខ្ញុំគិតថានៅស្រុកវារៀនយុទ្ធសាស្ត្រឬមួយក៏យុទ្ធវិធីរៀបចំកណ្ដុងកំភ្លើងឲ្យប្រវាយទៅផ្ទះខ្លួនឯងបាញ់គ្នាឯងបាញ់ផ្ទះខ្លួនឯងអញ្ចឹងណាបងប្អូនចាវាអត់ដែរមានទេអាក្បួនទ័ពរៀបចំកំភ្លើងរៀបចំអីឲ្យប្រវាយកណ្ដុងទៅផ្ទះខ្លួនឯងហើយដំណឹងល្អមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាលឿនមែនតើបងប្អូនកាលពីម្សិលមិញថ្ងៃទី16ខែ6ឆ្នាំ2025ម៉ោង16:30នាទីឯកសាររបស់កម្ពុជាយើងគឺបានបញ្ជូនទៅដល់ដៃក្រឡាបញ្ជីនៅតុលាការ ICJ ហើយតាមរយៈមន្ត្រីទូតកម្ពុជាប្រចាំប្រទេសហូឡង់តែម្ដងចាហើយរឿងនេះគឺជារឿងមួយដែលពិតជាគួរឲ្យសរសើរមែនតើក៏ដូចជាកូនខ្មែរយើងត្រូវតែសប្បាយចិត្តនឹងដឹងដំណឹងហ្នឹងលិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំប្រាសាទតាក្របីនិងតំបន់មុំ3ត្រូវបានលោកជំទាវគឹមសួរសវណ្ណរីឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់បានប្រគល់ដោយដៃជូនទៅលោកកាឡាបញ្ជីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចរាល់តែម្ដងបងប្អូនចាអញ្ចឹងបានន័យថាកម្ពុជាយើងគឺបានបញ្ជូនលិខិតជាផ្លូវការរបស់កម្ពុជានឹងទៅកាន់តុលាការ ICJ គឺបានសម្រេចឲ្យបងប្អូនចាគឺបានដោយជោគជ័យតែម្ដងហើយដូចមួយនេះចូលចិត្តប្រឆាំងរដ្ឋាភិបាលកម្ពុជាបងប្អូនបន្ទាប់ពីវាប្រឆាំងរដ្ឋាភិបាលអត់កើតអត់មានលទ្ធផលអីវាញុះញង់វាផុសបំបាក់ទឹកចិត្តបងកងទ័ពជួរមុខដែលគាត់នៅសមរភូមិណាក៏ទៅពួកមីអស់នេះបកកែណាខាងញុះញង់អត់មានជួយជោគជួយចៅឲ្យបែរទៅជាយកជើងរៀនទឹកបងប្អូនឥឡូវវាចាញ់ផុសអីផ្សេងៗទៀតវាថាប្រឆាំងឲ្យកងគឺជាកតាបកិច្ចរបស់យើងគ្រប់គ្នាកតាបកិច្ចយ៉ាងថ្ងៃប្រឆាំងទៅថ្ងៃកុំនាំគេទៅប្រឆាំងជាមួយកុំមកអីណាញុះញង់ជ្រុលនិយមពេកថ្ងៃប្រឆាំងខ្លួនឯងទៅថ្ងៃចាំបាច់ទៅនាំគេប្រឆាំងជាមួយគេអត់មានស្អីណាការងារគេមួយថ្ងៃគេខំប្រឹងរកស៊ីធ្វើការគេអត់មានពេលទៅប្រឆាំងអីជាមួយនឹងឯងទេថ្ងៃសួរថាថ្ងៃប្រឆាំងជាមួយនឹងរដ្ឋាភិបាលថ្ងៃបានចូលស្រុកខ្មែរទៅថ្ងៃក៏ទៅនាំគ្នាភៀសខ្លួនទៅនៅស្រុកគេធ្វើកាជះគេនឹង
ប្រាក់ខែមិនដឹងណាមិនដឹងណីហើយរត់ពីមួយទៅមួយនិយាយទៅពួកអាប្រឆាំងហ្នឹងគឺជីវិតវាដូចនឹងពួនអញ្ចឹងបងប្អូនចាជីវិតវាដូចនឹងពួនអញ្ចឹងចូលចិត្តផ្ញើខ្លួនផ្ញើអីនៅផ្ទះគេអាស្រ័យអីនៅកន្លែងគេអញ្ចឹងណាបងប្អូនតែវាអត់មានទីស្នាក់ការឬមួយក៏វាអត់មានកន្លែងអីរស់នៅអចិន្ត្រៃយ៍ទេពួកអស់នេះវាចូលចិត្តប្រឆាំងជាមួយនឹងរដ្ឋាភិបាលខ្មែរបងប្អូនយល់ទេវាអត់កាត់ជួយជោគជួយចែប៉ុន្តែវាបែរជាយកជើងរៀតទឹកអស់ពីផុសឌៀមដាមអស់ពីផុសបំបាក់ទឹកចិត្តបងកងទ័ពនៅសមរភូមិហើយឥឡូវវាមកចូលអីណាឲ្យយើងនឹងទៅប្រឆាំងជាមួយនឹងឲ្យកូនមកទោសបងប្អូនខ្ញុំដឹងថាវាចង់ទៅសេសម្ដៅទៅពីណាប៉ុន្តែខ្ញុំអត់ចង់និយាយចំទេព្រោះដោយសារតែរដ្ឋាភិបាលខ្ញុំឲ្យតម្លៃខ្លាំងណាស់ទៅសេថាឲ្យកូនកំពុងតែលេង account មួយរងយ៉ាងធំបងប្អូនកុំជឿឲ្យសោះជាឆាក account សុកសាតឆាក account សុកសាតស្អីហើយនៅមិននៅថ្ងៃគាត់ថាគេនឹងតំណេយករឿងប្រទេសជាតិយកមកលេងឆាក account យកមកលេងអីដូចពួកថ្ងៃកំពុងតែញុះញង់ឲ្យខ្មែរស្អប់ខ្មែរគ្នាឯងមែនអញឃើញតែថ្ងៃហ្នឹងផុសជេផុសអីប៉ុន្តែអត់ឃើញមានត្រង់កន្លែងណាត្រូវជួយខ្មែរអីបានមិនតិចសោះហ្មងអញនិយាយមែនណាគាត់តែពីញុះញង់គេឲ្យស្អប់គ្នាឲ្យឆ្លោះគ្នាឲ្យបាតកម្មឲ្យតវ៉ាមួយរដ្ឋាភិបាលថ្ងៃគាត់ស្អីគេនៅក្នុងខ្លួនហ្នឹងឥឡូវប្រទេសកំពុងតែជួបគ្រោះអាសន្នកំពុងតែមានបញ្ហាវឹកវរថ្ងៃនៅមិននៅបងថ្ងៃមិនចង់ជួយចោកជួយចោលទេថ្ងៃកុំយកជើងរៀទឹកថ្ងៃកុំចេះតែញុះញង់គេកុំនិយាយថាប្រឆាំងកូនគឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នាកាតព្វកិច្ចហ្នឹងថ្ងៃធ្វើតែថ្ងៃទៅអញ្ចឹងបានថ្ងៃចូលស្រុកខ្មែរបានហ្នឹងដោយសារតែថ្ងៃក្បត់ជនជាតិខ្លួនឯងដោយសារតែថ្ងៃក្បត់ជាតិសាសន៍ខ្លួនឯងថ្ងៃទៅនៅតែស្រុកគេហ្នឹងទៅថ្ងៃកុំសង្កត់ថាថ្ងៃចូលស្រុកខ្មែរបានបើថ្ងៃចេញមកថ្ងៃប្រឆាំងគ្រប់សពបែបយ៉ាងថ្ងៃប្រឆាំងតែខ្លួនឯងទៅថ្ងៃចាំបាច់នាំគេទៅប្រឆាំងជាមួយជីវិតថ្ងៃនៅតែប៉ុណ្្នឹងជីវិតថ្ងៃនៅតែប៉ុណ្្នឹងកិច្ចពីមួយទៅមួយកិច្ចពីស្រុកមួយទៅស្រុកមួយនិយាយទៅអត់មានទីលំនៅច្បាស់លាស់ទេបងប្អូនអត់មានទីលំនៅអចិន្ត្រៃយ៍ច្បាស់លាស់ទេពួកអាប្រឆាំងអស់នេះវាមួយថ្ងៃវាអត់មានការងារធ្វើទេវាគិតតែប្រឡំឡើងបើកធ្វើមិនផុសនេះផុសនោះធ្វើមិនញុះញង់ឲ្យបងប្អូនខ្មែរយើងឆ្លោះគ្នាឬមួយក៏ស្អប់រដ្ឋាភិបាលអញ្ចឹងណាបងប្អូនចាហ្នឹងកាតព្វកិច្ចរបស់ពួកវាប៉ុន្តែយើងកុំជឿពេកបងប្អូនពួកអាប្រឆាំងនេះវាអត់មានការងារអីធ្វើត្រឹមត្រូវប្រកបទេពួកអស់នេះ